Ok, giờ nàyនេះស្វាគមន៍មកកាន់ខ្ញុំ Admin Kin នៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការ apply YouTube Partner Program ហ្នឹងហើយប៉ុន្តែបងប្អូនទាំងខ្លះគាត់ឆ្ងល់ថាមិនបានខ្ញុំ apply YouTube ដោយសារតែគាត់ឃើញ subscribe ខ្ញុំតែ500 sub ឯងបាទអញ្ចឹងខ្ញុំ apply ទៅលើមុខងារ500 subscribe បាទអូខេអញ្ចឹងយើងចូលមកកាន់ earn មកដុល្លារហ្នឹងអញ្ចឹងបងប្អូនទាំងគ្នាឃើញនេះពាក្យថា apply now ឡើងនេះបាទអញ្ចឹងបើថា YouTube គឺគេបើកមុខងារទៅលើការ apply 500 subscriber ជាមួយនឹង 3000 ម៉ោងបាទអញ្ចឹងខ្ញុំដោយសារថាគ្រប់ហើយខ្ញុំក៏មិនដឹងទុកទេដែរខ្ញុំធ្វើការ apply យកតែម្ដងហើយចំពោះ content ណាខ្ញុំសាកលេង content នេះទេប៉ុន្តែបើសិនជាស្នើសុំជាប់មិនជាប់ក៏ខ្ញុំអត់ដឹងដែរព្រោះខ្ញុំគាត់តែធ្វើតែណាហ្នឹងហើយ view ឃើញថារៀងគាត់បើដែរនេះអូខេហ្នឹងហើយអូស្អាតកើតហ្នឹងឃើញថា view រៀងគាត់បើដែរអញ្ចឹងបងប្អូនទាំងនេះអាចចង់សាកលេងក៏លេងបានដែរប៉ុន្តែយើងកាត់ឲ្យវាស្អាតជាងខ្ញុំណាបាទខ្ញុំកាត់អត់ស្អាតទេហ្នឹងហើយអូខេអញ្ចឹងតោះទៅធ្វើការ apply ទាំងអស់គ្នាចុចមក earn អញ្ចឹងបងប្អូនទាំងអស់គ្នាប្រកាសជាឃើញប៊ូតុងឡើងនេះណាហ្នឹងហើយគឺ apply now ហើយមួយទៀតគឺនៅកន្លែងនេះមួយទៀតអញ្ចឹងនេះគឺជាម៉ោងរបស់ខ្ញុំដែលខ្ញុំរកបាន18000 ម៉ោងហើយឃើញបងប្អូនខ្លះគាត់គិតថាម៉ោង1000 ម៉ោងពិបាកអូវាខ្ញុំគិតចឹងដែរប៉ុន្តែបើសិនយើងធ្វើ content ត្រូវទៅគឺម៉ោងឡើងលឿនទេអូខេអញ្ចឹងតោះកុំឲ្យខាតពេលយូរយើងចុចទៅ apply ទាំងអស់គ្នា apply now មកហើយនៅពេលយើង apply គឺចេញនៅកន្លែងនេះគឺចេញបែបនេះខ្ញុំសុំ screenshot ទុកតិចសិនអូខេអញ្ចឹងចេញបែបនេះខ្ញុំចុចពីលើពាក្យថា start យើងចុច start មកតបមកចេញនៅកន្លែងនេះ policy របស់វាមួយចំនួននេះ review based term step 1អូខេអញ្ចឹងយើងអូសមកខាងក្រោមមកយើងចុចកន្លែងនេះបាទហ្នឹងហើយអូខេនេះ I accept the base terms ចុច crease មកចង់អានក៏អានទៅហ្នឹងហើយ accept term អូខេអញ្ចឹងយើងចាំតិចមកឲ្យវា crease ឲ្យយើងបាទហ្នឹងហើយអញ្ចឹងនៅពេលដែលយើងនេះ step 1បានដានហើយបានថាគឺជោគជ័យមួយ step នៅពេលដែលចេញដានអញ្ចឹងគឺវាបានហើយប៉ុន្តែធម្មតានៅកន្លែង step 1ហ្នឹងគឺវា always ដាននៅពេលដែលយើងចុច start គឺតែងតែដានមិនជីងខុសគ្នាអីទេគឺកន្លែងហ្នឹងដានរហូតទេឲ្យតែយើងចុចអញ្ចឹងគឺវាដានហើយអញ្ចឹងពីចំណុចខាងក្រោមនេះគឺសំខាន់បាទហ្នឹងហើយខាងក្រោមនេះអញ្ចឹងសំខាន់មិនអានេះគឺ AdSense ហ្នឹងហើយអញ្ចឹងសម្រាប់ AdSense បងប្អូនទាំងគ្នាអាចបង្កើត AdSense ទៅខ្ញុំមាន AdSense ខ្ញុំដាក់ AdSense ខ្ញុំមួយទៀតបើសិនជាបងប្អូនទាំងគ្នាមិនទាន់មាន AdSense ទេអាចធ្វើការបង្កើត AdSense បានប៉ុន្តែបើសិនជាអត់ចេះបង្កើត AdSense comment នៅក្នុងវីដេអូហ្នឹងចាំខ្ញុំជីវីដេអូមួយទៀតដល់ like ហ្នឹងហើយពីរបៀបក្នុងការបង្កើត AdSense អូខេអញ្ចឹងខ្ញុំចុច start ហើយអញ្ចឹងនៅកន្លែងនេះអូខេ step 2នេះអានទៅបងប្អូននេះគេប្រាប់អូខេអញ្ចឹងបងប្អូនឃើញកន្លែងនេះនេះឃើញនៅកន្លែងនេះនេះអញ្ចឹងយើងចុចពីលើសញ្ញាហ្នឹងមកហើយគេសួរយើងតើអ្នកឯងមាន AdSense នៅឬក៏អ្នកឯងអត់ទាន់មាន AdSense អញ្ចឹងបងប្អូនទាំងគ្នាយកតែ2យកមួយណាយកទៅបើសិនជាមានយកឲ្យមានមកហើយបើសិនជាមិនទាន់មានទេយកអាថាមិនទាន់មានមកហ្នឹងហើយអញ្ចឹងខ្ញុំយកខាងលើបើសិនជាបងប្អូនទាំងអស់គ្នាមិនទាន់មានទេយកកដាលអញ្ចឹងសម្រាប់ខ្ញុំមានហើយខ្ញុំយកខាងលើនេះបាទដល់ពេលយកខាងលើហើយខ្ញុំចុចមក continue ដល់ពេលដែលយើងចុច continue អញ្ចឹងយើងត្រូវទៅដាក់ Gmail AdSense របស់យើងហើយកន្លែងនេះខ្ញុំសុំបិទបន្តិចដាក់ Gmail AdSense មកថា AdSense យើងហ្នឹង AdSense មួយណាហ្នឹងហើយចាំបន្តិចខ្ញុំធ្វើការវាយ AdSense Gmail ខ្ញុំចូលបងប្អូនវាយ Gmail បងប្អូនចូលហើយមក AdSense ណា
Gmail សិនណា next password អូខេនេះទៀតមកអញ្ចឹងវានឹងលើទៅកាន់ទូរស័ព្ទរបស់យើងគ្រាន់តែចុចចេះមកចុចចេះមកអូខេអញ្ចឹងវានឹងទៅ cancel មកនេះអូខេអញ្ចឹងនៅពេលដែលចេញបែបហ្នឹងបងប្អូនទាំងគ្នាចុច continue ខាងក្រោមណាហ្នឹងហើយយើងចុចពីលើពាក្យថា continue ហ្នឹងមកនេះហើយ essence បងប្អូនទាំងគ្នាមើលច្បាស់នេះឈ្មោះហើយមួយទៀតខ្ញុំត្រូវតែបញ្ជាក់បងប្អូនទាំងគ្នាកាន់តែច្បាស់មួយទៀតបាទហ្នឹងហើយគឺ individual បាទហ្នឹងហើយបើថា essence បងប្អូនទាំងគ្នាត្រូវតែបែបហ្នឹងណាបើសិនជាចេញមិនមែនបែបហ្នឹងកុំចុច continue ហ្នឹងហើយបើសិនជា continue បងប្អូនទាំងគ្នានឹងញ៉ៃហ្នឹងហើយអាចជាយើង YouTube រលុយបានច្រើនទៅវាធ្លាក់លុយឲ្យដកបានពិបាកក្នុងការដកបើសិនជាទៅ essence មួយទៀតអាប្រភេទទៀតណាអូខេអញ្ចឹងមើលចឹងមកហើយនេះID essence ខ្ញុំសុំបិទនេះហើយ country យើងបើសិនជាយើងនៅខ្មែរបងប្អូនត្រូវមើលដែរថាកន្លែងហ្នឹងត្រូវតែជា Cambodia បើសិនជាបងប្អូននៅណាអាហ្នឹងត្រូវតែនៅហ្នឹងណាបើសិនជាយើងនៅខ្មែរដាក់នៅថៃឬក៏ដាក់នៅម៉ាឡេដកអត់បានទេបំពេញកុងខ្មែរអត់បានទេហ្នឹងហើយអញ្ចឹងនៅកន្លែងហ្នឹងត្រូវតែ make sure ខ្លួនឯងដែរអូខេបន្ទាប់មកយើងចុច continue បន្តមកទៀតដល់កន្លែងនេះយើង set up account មកហើយនេះ set up ហើយចេញមកមួយទៀតដូចជា redirect ហ្នឹងហើយ redirect to YouTube ហ្នឹងហើយចុចមកអញ្ចឹងនៅកន្លែង step 2 នេះវានឹងដានមួយទៀតដោយសារតែខ្ញុំបានដាក់ essence account ខ្ញុំដែលខ្ញុំមានណាអញ្ចឹងគឺវាប្រកាសណាស់ជា load ដាន automatic អត់មានទៅ review ទៀតទេដោយសារតែ essence ហ្នឹងខ្ញុំបាន create ហើយអញ្ចឹងនៅកន្លែង step 2 វានឹងដានបងប្អូនឃើញអត់បានហ្នឹងហើយបន្ទាប់ពី step 2 ដានហើយអញ្ចឹងបងប្អូនទាំងគ្នានៅចាំ step 3 បាទហ្នឹងហើយ step 3 គឺគេកំពុងតែធ្វើការ review ហើយឃើញថាវាកំពុងតែ in progress ហ្នឹងហើយអញ្ចឹង apply ហ្នឹងជាប់មិនជាប់ស៊ីសងទៅលើ step 3 ហ្នឹងឯងបាទហ្នឹងហើយ step 3 ហ្នឹងឯងបើសិនជាវាជាប់គឺវាចេញមិនចេញដានទេគឺចេញ YouTube partner ហ្នឹងហ្មងប៉ុន្តែដោយសារតែមិននេះមិនជា partner ទេប៉ុន្តែបើសិនជាយើងជាប់ 500 subscribe ក៏វាជា partner ដែរគ្រាន់តែ partner ធម្មតាលក្ខណៈទូចតាចទេវាអត់តន់គ្រប់ពេញលក្ខណៈ 100% ដែលយើងអាចដកលុយដែលយើងអាចរកលុយបានពីពាណិជ្ជកម្មដែលយើងហៅថា ad ហ្នឹងដែលយើងអត់តន់បានរកលុយបានពីហ្នឹងទេប៉ុន្តែយើងបានតាមរយៈ subscription ជាមួយនឹង super បាទហ្នឹងដូច star អញ្ចឹងប៉ុន្តែហ្នឹងវាមិនសំខាន់ទេប៉ុន្តែការ apply ខ្ញុំនេះគឺខ្ញុំ focus ទៅលើនៅពេលដែលបងប្អូនទាំងគ្នា apply ជាប់ហើយ channel ហ្នឹងនៅពេលដែលគ្រប់ចំនួន 1000 subscribe បន្ថែមពីលើគឺ channel មួយហ្នឹងគឺនឹង approve automatic បាទន័យថានៅពេលដែលវាជាប់ហើយនៅពេលដែលគ្រប់ 1000 subscribe ព្រាមគឺនឹង approve យកតែម្ដងអត់ចាំបាច់ទៅ apply ទេហ្នឹងអញ្ចឹងគឺអត្ថប្រយោជន៍គឺកន្លែងហ្នឹងអញ្ចឹងបានខ្ញុំ apply ហើយខ្ញុំធ្វើការ record ជូនបងប្អូនទាំងគ្នាមកទៅអូខេវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាវីដេអូក្រោយទៀតបើសិនជាបងប្អូនទាំងគ្នាចង់ឲ្យខ្ញុំធ្វើអំពីអី comment ខាងក្រោមវីដេអូមួយនេះអូខេជម្រាបលា